នេះហើយគឺជា plan បន្ថែមទៀតទៅនឹងផែនការសម្រាប់គោលដៅរបស់ខ្ញុំខ្ញុំលេអាវម្ដងមួយណាចំណុចទី3គឺយើងត្រូវធ្វើឲ្យគេទទួលស្គាល់និងឲ្យមនុស្សឃើញថាយើងពិតជាមានជំនាញខ្លាំងណាយើងត្រូវតែមាន personal selling skill ណាធម្មតាទេយើងជាសហគ្រិនគឺយើងត្រូវតែមានសមត្ថភាពនៅក្នុងការលក់យើងត្រូវតែចេះលក់បើយើងអត់ចេះលក់ទេចប់ហើយណាអញ្ចឹងអាកន្លែងនេះគឺជារូបមន្តដែលខ្ញុំធ្វើឲ្យគេឃើញថាធ្វើម៉េចដើម្បីខ្ញុំ build image របស់ខ្ញុំព្រោះរាល់ថ្ងៃនេះបើសិនជា team របស់ខ្ញុំទៅលក់ដោយមិនមានមុខខ្ញុំគឺគាត់ពិបាកនៅក្នុងការលក់ហើយក៏ប៉ុន្តែមនុស្សគឺឃើញថាយើងខ្លាំងគេឃើញថាយើងពូកែគេឃើញថាយើងមានសមត្ថភាពអាកន្លែងនេះដែលធ្វើឲ្យគេជឿយើងអាកន្លែងនេះដែលធ្វើឲ្យគេទិញរបស់យើងអាកន្លែងនេះដែលគេធ្វើឲ្យគេមករៀនជាមួយខ្ញុំអញ្ចឹងបើសិនជាឧទាហរណ៍បងប្អូនមានរបស់មួយឧទាហរណ៍បងប្អូនតេតិននឹងកសលមិនដែលខ្ញុំនិយាយថាតេតិនស្អីចឹងចាស់ឧទាហរណ៍ចឹងទៅអញ្ចឹងទី1អ្វីដែលបងប្អូនត្រូវធ្វើដើម្បីឲ្យបងប្អូនជោគជ័យបានគឺបងប្អូនត្រូវតែ build self image ខ្លួនឯងណាឲ្យគេឃើញថាយើងគឺជាមនុស្សម្នាក់ដែលជំនាញនៅក្នុងការជួយគាត់តេតិនជំនាញនឹង business របស់យើងធ្វើគឺតេតិននឹងតាក់តែម្ដងដែលយើងអាចមានសមត្ថភាពក្នុងការជួយក្រុមហ៊ុនរបស់គាត់បានតែម្ដងណាហើយដើម្បីឲ្យគាត់ឃើញថាយើងមានជំនាញដើម្បីឲ្យគាត់ឃើញថាយើងនឹងអាចទុកចិត្តបានគឺយើងត្រូវធ្វើចំណុចខ្លះណាអញ្ចឹងនេះគឺជាចំណុចដែលខ្ញុំកំពុងតែអនុវត្តណាយកចំណុចខ្ញុំយកអនុវត្តនៅលើខ្លួនខ្ញុំទៅកាន់មនុស្សទាំងអស់ហ្នឹងដើម្បីឲ្យគាត់ឃើញថាខ្ញុំគឺជាមនុស្សម្នាក់ខ្លាំងគឺមនុស្សអាចទុកចិត្តបានគឺជាមនុស្សម្នាក់ដែលដូចថាល្អមែនតើអញ្ចឹងណាអូខេទី1ខ្ញុំផ្ដោតទៅលើការ offer value ដូចខ្ញុំនិយាយថាខ្ញុំបើកសាលាខ្ញុំមិនចង់ខ្លាចជាអ្នកមានទេតែខ្ញុំចង់ជួយមនុស្សបានច្រើនអញ្ចឹងផ្ដោតជាយើងផ្ដោតទៅលើអីមួយដល់គឺពេលដែលគិតពី marketing strategy ពេលគិតពីអីមួយដល់គឺធ្វើម៉េចដើម្បីឲ្យ value បង្កើតផលិតផលអីមួយដល់គឺធ្វើម៉េចដើម្បីឲ្យ value អត់មានគិតរឿងលុយមុនទេគិតរឿងធ្វើម៉េចឲ្យមាន value ឲ្យគាត់សិនអញ្ចឹងខ្ញុំចូលចិត្តផ្ដល់ប្រយោជន៍ឲ្យគាត់ដល់តម្លៃគុណប្រយោជន៍ឲ្យគាត់ឲ្យបានច្រើនទី2គឺខ្ញុំចូលចិត្តនិយាយពី story របស់ខ្ញុំហើយពេលដែលខ្ញុំនិយាយពី story របស់ខ្ញុំហ្នឹងដែលខ្ញុំនឹង motivate គាត់ធ្វើឲ្យគាត់ចាប់អារម្មណ៍ធ្វើឲ្យគាត់ចង់បានលទ្ធផលដូចខ្ញុំដែរអាកន្លែងហ្នឹងណាអូខេខ្ញុំតែងតែនិយាយពីរឿងរបស់ខ្ញុំភាគច្រើនខ្ញុំចូលចិត្តនិយាយពីរឿងរបស់ខ្ញុំដើម្បី motivate គាត់ឲ្យគាត់នឹងមានកម្លាំងចិត្តត្រឡប់មកវិញប្រឹងប្រែងមកវិញណាទី3គឺយើងនិយាយអំពីគឺថាបំផុសគំនិតរបស់គាត់ឲ្យ think big inspire គាត់ណាយើងឧទាហរណ៍យើងអាចនឹងយករឿងលក្ខណៈរឿងដែល motivate ឬមួយក៏ inspiration មួយចំនួនយកមកនិយាយឲ្យគាត់បានស្ដាប់ពីអ្នកដទៃឧទាហរណ៍ដូចជា Warren Buffett ហេតុអីបានគាត់អាចជោគជ័យទៅបានឧទាហរណ៍ដូចជា Bill Gates ហេតុអីបានចេះរឿងប្រវត្តិរបស់គាត់ឧទាហរណ៍ដូចជាក្មេងម្នាក់នេះក្មេងទេគ្មានចំណេះអីច្រើនទេក៏ប៉ុន្តែអាចរកបានមួយខែ$4,000ដោយសារចេះខែយើងយករឿងអ្វីមួយដែលលក្ខណៈ inspiration ដើម្បីយកមក inspire គាត់ដើម្បីឲ្យគាត់បើកចិត្តស្ដាប់យើងដើម្បីឲ្យគាត់ជឿជាក់លើយើងងាកមករកយើងឃើញទេអូខេតបមកទៀតគឺ ask student to review my product បើថាយើងដើម្បីធ្វើឲ្យគេជឿយើងឃើញថាយើងប្រកែឃើញថាយើងពិតជាខ្លាំងឃើញថាយើងពិតជាអាចជួយគាត់បានមែនគឺធម្មតាយើងមានកូនសិស្សរបស់យើងអញ្ចឹងយកកូនសិស្សណាដែលគាត់ជោគជ័យយកមក review ផលិតផលរបស់យើងសម្ភាសគាត់យើងជួបគាត់សម្ភាសគាត់មូលហេតុអីបងបរៀនមិនខ្ញុំហេតុបងជោគជ័យនៅរៀនបានខែបានលុយប៉ុន្មានមូលហេតុអីបានលុយចេះចឹងទៅណាដើម្បីឲ្យអ្នកផ្សេងដែលគាត់ចូលមកគឺគាត់ឃើញហើយអញ្ចឹងបើសិនជាបងប្អូនមានក្រុមហ៊ុនមួយធម្មតាទេបងប្អូនចង់ឲ្យគេជឿជាក់លើក្រុមហ៊ុនបងប្អូនគឺបងប្អូនត្រូវតែមាន testimonial មកពីអតិថិជនផ្ទាល់ទីបងប្អូនoffer សេវាកម្ម consultant តាក់អីចឹងទៅ accounting ទៅអីចឹងចោះណាអញ្ចឹងបងប្អូនធម្មតាបងប្អូនអាចនឹងមានអតិថិជនអញ្ចឹងធ្វើម៉េចយើងអាចឲ្យ discount ទៅគាត់ឬមួយក៏នៅពេលណាដែលអតិថិជននឹងគាត់បានសេវាពីយើងទៅគាត់សប្បាយចិត្តគាត់អី
គឺព្យាយាមសុំគាត់ឲ្យគាត់ជួយ review product របស់យើងអញ្ចឹងតើកាលណាមានក្រុមហ៊ុនផ្សេងគេនិយាយល្អពីយើងអញ្ចឹងធ្វើឲ្យក្រុមហ៊ុនរបស់គាត់ហ្នឹងក៏មានចំណាប់អារម្មណ៍ងាកមកយើងដែរណានេះហើយដែលគេធ្វើឲ្យជា picture មួយជា image មួយធ្វើឲ្យអតិថិជនរបស់យើងគាត់ឃើញគាត់ឲ្យតម្លៃយើងណាគេ crowded attraction ហ្នឹងគឺទាក់ទិននឹង show meeting seminar event picture បានថាឧទាហរណ៍យើងធ្វើវគ្គ free ដូចខ្ញុំធ្វើវគ្គ free មួយចឹងតែទៅ make money online ខ្ញុំធ្វើនៅជួលកន្លែងអាគារមួយអឺរ៉ុបអញ្ចឹងទៅបរិយាមនុស្ស free 300នាក់គឺយើងតែងតែថតរូបនឹងជាសកម្មភាពរបស់យើងហើយ base ទៅលើអាសកម្មភាពដែលយើងបានធ្វើនៅច្រើនកន្លែងគ្រប់ពេលហើយមានកូនសិស្សច្រើនដែលធ្វើឲ្យគាត់ឃើញចំយ៉ាមនុស្សនេះមិនធម្មតាទេឃើញទេគាត់បង្រៀនមនុស្សរាប់ពាន់នាក់ឃើញទេមនុស្សរាប់ពាន់នាក់ដែលគាត់ទៅរៀនជាមួយគាត់អញ្ចឹងមកថាធ្វើឲ្យគាត់ឃើញថាយើងគឺជាមនុស្សម្នាក់ដែលធ្វើឲ្យគាត់ឃើញថា inspire ធ្វើឲ្យគាត់គោរពយើងធ្វើឲ្យគាត់ជឿយើងធ្វើឲ្យគាត់ឃើញថានេះយើងជាយាមជួយមនុស្សរាប់ពាន់នាក់អីចឹងទៅណារួមនឹងគាត់ដែរទៅកន្លែងហ្នឹងដែលអាហ្នឹងបើយើងមាន website យើងគួរតែបង្ហាញរូបថតវីដេអូស្អីដែលយើង seminar meeting អីដែលយើងបានចូលរួមហ្នឹងគឺយកមកដាក់លើ website របស់យើងលើមកដាក់លើ campaign របស់យើង ad របស់យើងដើម្បីបង្ហាញគាត់ឃើញថានេះឲ្យខ្ញុំណាអូខេបន្តមកទៀតបងប្អូនដែលឃើញវាគ្មិនយើងមួយចំនួនមិនថាវាគ្មិនមិនសូវល្បីឬមិនសូវល្បីគឺជាច្រើនគឺគាត់តែងតែឆ្នៃ idea របស់គេណាបើថាឧទាហរណ៍ដូច Robert Kiyosaki ចឹងគាត់បញ្យល់ពី ESBI អញ្ចឹងឥឡូវទៅដល់កន្លែងណាដោយភាគច្រើនក្រុមហ៊ុនដែលបរិញ្ញាដឹកនាំបរិញ្ញាអីហ្នឹងគឺតែងតែយក ASBI របស់ Robert Kiyosaki ហ្នឹងយកមកនិយាយយកអីទៅឃើញទេអញ្ចឹងមកថាមនុស្សហ្នឹងមិនដូច Robert ហ្នឹងគាត់ជំនាញហ្នឹងហើយពេលគាត់និយាយមួយគឺចំគឺត្រូវធ្វើឲ្យមនុស្សហ្នឹងឃើញថាល្អមែនអញ្ចឹងយើងដឹងថារបស់ហ្នឹងល្អជាងយើងអាច reference បាទយើងអាចយករបស់គេហ្នឹងយកមកនិយាយគាត់ឲ្យ credit គេវិញទៅមែនទេអូនេះដូច Robert គាត់និយាយទាក់ទិននឹងមនុស្សយើងមានស្អីណាចំណូល4ប្រភេទអីចឹងទៅគេអញ្ចឹងនៅពេលដែលយើងយកអា reference ល្អយកអា reference ដែលមនុស្សជឿជាក់ហ្នឹងយកមកនិយាយទៅគាត់យកមកបង្ហាញគាត់វាធ្វើឲ្យគាត់មានភាពជឿជាក់មួយយើងដែរណាអញ្ចឹងខ្ញុំដាក់ថា use other people credit បាទយកអាមេរៀនយកអ្វីដែលគេនិយាយយកបរិញ្ញាយកមកបរិញ្ញាគាត់ទៅក៏ប៉ុន្តែកុំភ្លេចឲ្យ credit គេទៅអញ្ចឹងណាហើយយកតែចំណុចមិនមែនយកមេរៀនគេទាំងអស់យកមកបរិញ្ញាបានទេតែគ្រាន់តែអាហ្នឹងដែលបើយើងអត់មានអីបរិញ្ញាអត់មានអីទេលើកចំណុចពិសេសរបស់គេហ្នឹងហើយគាត់ឲ្យ credit គេទៅណាហើយយកអ្វីដែលគេបង្ហាញដើម្បីយកមក train គាត់ហើយឲ្យគាត់ឃើញថានេះមនុស្សហ្នឹងមិនធម្មតាទេឃើញទេអញ្ចឹងនេះហើយគឺជាចំណុចទាំង6ដែលខ្ញុំនឹង implement ចំពោះខ្លួនខ្ញុំហើយធ្វើយ៉ាងណាដើម្បីឲ្យមនុស្សឃើញគេទទួលស្គាល់ថាខ្ញុំគឺជាមនុស្សដែលមានជំនាញពិតមែនមនុស្សដែលគាត់អាចទុកចិត្តបានមនុស្សដែលគាត់អាចជឿបានគឺតាមដែលខ្ញុំប្រើអា6ចំណុចនេះដែលខ្ញុំនឹងអភិវឌ្ឍផ្នត់គំនិតគាត់ឲ្យគាត់ទទួលស្គាល់ខ្ញុំណាទី1គឺខ្ញុំចូលចិត្តដល់ទៅលើ value ទី2គឺខ្ញុំនិយាយពីរឿងរបស់ខ្ញុំចូលចិត្តនិយាយពីប្រវត្តិរបស់ខ្ញុំចូលចិត្តនិយាយពីការជោគជ័យរបស់ខ្ញុំចូលចិត្តថាមូលហេតុអីបានធ្វើឲ្យខ្ញុំជោគជ័យអីចឹងទៅអញ្ចឹងដើម្បី motivate គាត់ណាតទៅទៀតបង្ហាញគាត់ឲ្យគាត់ចេះគិតឲ្យបានធំដូចយើង inspire គាត់ឲ្យគាត់ចេះគិតប្លែកពីអ្នកដទៃណាដោយលើក story របស់អ្នកនេះលើក story របស់អ្នកនោះលើកពីណាពីណីមកដែលធ្វើមិន inspire គាត់ហើយយើងអាចនឹងផែនការបន្ទាប់គឺយើងអាចធ្វើមិនរកកូនសិស្សដែលជោគជ័យហ្នឹងមក review ប្រដាប់របស់យើង view ពីយើងអញ្ចឹងដើម្បីកើតឲ្យគាត់ជឿជាក់ណាតមកទៀតគឺរាល់សិក្ខាសាលារាល់ស្អីដែលខ្ញុំបានចូលរួមដែលខ្ញុំបានធ្វើអស់គឺយើងតែងតែមានរូបថតមានវីដេអូដើម្បីបង្ហាញគាត់ណាតមកទៀតគឺយើងតែងតែសិក្សាពីមនុស្សដែលពូកែយកចំណុចល្អរបស់គេយកមកបង្រៀនយកមកបញ្យល់យកមកបង្ហាញគាត់អាហ្នឹងហើយដែលជារបៀបមួយនៅក្នុងការធ្វើឲ្យយើងហ្នឹងមានសក្តានុពលបានណាអូខេអញ្ចឹងអានេះហើយគឺជាអ្វីដែលខ្ញុំធ្វើសម្រាប់សាលាខ្ញុំសម្រាប់ខ្លួនខ្ញុំផ្ទាល់តែម្ដងណាអូខេអញ្ចឹងឥឡូវយើងទៅ strategy ទី4ណា strategy ទី4នេះគឺខ្ញុំដាក់ថាបង្កើតរបស់ថ្មីលក់ឲ្យកូនសិស្សចាស់បង្កើតរបស់ថ្មីលក់ឲ្យកូនសិស្សចាស់ស្អីអញ្ចឹងនេះណា
ចង់ជំរាបជូនបងប្អូនឲ្យយល់មានមនុស្សខ្លះគាត់យល់ច្រឡំចេះណាខ្ញុំគាត់ថាគ្រូពេលដែលខ្ញុំបរៀនអ្នកធ្វើ business ណាបរៀនអ្នក business online គាត់ថាគ្រូចឹងមានវិធីអីដែលយើងអាចពេលដែលយើងផ្សព្វផ្សាយ online ទៅកុំឲ្យអតិថិជនចាស់របស់យើងឃើញថាយើង promotion ថ្មីសម្រាប់អតិថិជនថ្មីធ្វើម៉េចដើម្បីកុំឲ្យគាត់ឃើញយើងខ្ញុំខ្លាចគាត់ខឹងយើងឬមួយក៏គាត់ចំណែនយើងឬមួយក៏គាត់ស្អីមួយចឹងទៅណាហើយអ្នកដែលសួរអញ្ចឹងអ្នកដែលគិតអញ្ចឹងគឺខុសមកកុំភ្លេចអសោះណា based ទៅលើ research អតិថិជនថ្មីគឺយើងអាចនឹងចំណាយពេល5-6 ដងបើប្រៀបធៀបជាមួយអតិថិជនចាស់ដើម្បី convince គាត់មិនប៉ុណ្ណឹងទេមិនត្រូវចំណាយពេលទេយើងអាចនឹងចាយលុយក៏5-6 ដងដែរបើប្រៀបធៀបជាមួយអតិថិជនចាស់អតិថិជនថ្មីនេះហើយដែលយើងមានការលំបាកណាស់ក្នុងការ convince គាត់ឲ្យគាត់ទិញផលិតផលរបស់យើងធម្មតាមនុស្សមិនដែលគាត់តែឃើញយើងមុនដំបូងទិញភ្លាមឯភាគច្រើនក្នុង100នាក់យ៉ាងច្រើន5នាក់10នាក់គឺឲ្យតែបានទិញ5នាក់10នាក់គឺល្អហើយមុនដំបូងហ្នឹងក៏ប៉ុន្តែនៅ20 30នាក់ទៀតគឺមិនដឹងទេគឺវាទាមទារឲ្យគាត់បានឃើញពាណិជ្ជកម្មយើង5 6 7 8ដងឯណោះឲ្យគាត់បានចូលក្នុង website យើង5 6 7 8ដងឯណោះឲ្យគាត់បានឃើញពាណិជ្ជកម្មយើង5 6 7 8ដងណោះយើងត្រូវ retarget ពាណិជ្ជកម្មរបស់យើងទៅកាន់គាត់5 6 7 8ដងបានគាត់អាចធ្វើការសម្រេចចិត្តបានអញ្ចឹងបានខ្ញុំតែនិយាយថាអើយគាត់ថាចង់ធ្វើម៉េចកុំឲ្យកូនសិស្សចាស់គាត់ឃើញ emotion នឹងឲ្យតែកូនសិស្សថ្មីបានតែអើយបងឯងហ្នឹងបើក business អញ្ចឹងបើកធៀមខ្លួនហើយប្រយ័ត្នណា business ហ្នឹងប្រយ័ត្នគិតតែពីថ្មីហើយអត់ខ្វល់ពីចាស់ហ្នឹងមើលទៅអត់ long term ទេណាអញ្ចឹងបងប្អូនត្រូវយល់ចេះអ្នកដែលទិញផលិតផលយើងហើយគឺជាអ្នកដែលមានលុយទី1យើងដឹងទី2គឺអ្នកហ្នឹងគាត់បានសិក្សាពីយើងច្បាស់ហើយណាគាត់បានស្គាល់យើងហើយចឹងវាអត់មានអីពិបាកទេគឺយើងមានឈ្មោះយើងមានលេខទូរស័ព្ទយើងមានស្អីរបស់គាត់ email របស់គាត់អស់ហើយមែនទេចឹងពេលដែលយើងធ្វើ marketing ជាមួយគាត់វាអត់មានពិបាកទេវាអត់មានត្រូវការចាយលុយ advertise ad អីទៀតទេព្រោះវាមានឈ្មោះមានលេខទូរស័ព្ទមាន database មានព័ត៌មានរបស់គាត់មួយយើងគ្រាន់តែខលខ្វាច់ឲ្យគាត់ដឹងថាបងខ្ញុំមានផលិតផលថ្មីមកទៀតណាអញ្ចឹងចំពោះខ្ញុំវិញ goal របស់ខ្ញុំគឺខ្ញុំអត់ដែលចោលសិស្សចាស់ទេខ្ញុំអត់បដោតទៅលើធ្វើមិនរកពាណិជ្ជកម្ម promotion ឲ្យកូនសិស្សថ្មីឲ្យបានច្រើនតែកូនសិស្សចាស់គឺមិនកុំឲ្យគាត់ដឹងណាអ្នកដែលគិតអញ្ចឹងគឺខុសតែម្ដងហើយដូចខ្ញុំនិយាយមកអញ្ចឹងថាដើម្បីបើប្រៀបធៀបអតិថិជនចាស់និងអតិថិជនថ្មីគឺយើងត្រូវចាយលុយអស់5-6ដងឬមួយក៏ពេលថែមទាំងពេលវេលា5-6ដងដែរបើប្រៀបធៀបណាអញ្ចឹងខ្ញុំមិនអាចរក promotion ឲ្យអ្នកថ្មីទេខ្ញុំរក promotion ឲ្យអ្នកចាស់ទី1គឺខ្ញុំត្រូវបង្កើតផលិតផលថ្មីលក់ឲ្យកូនសិស្សចាស់ខ្ញុំត្រូវធ្វើម៉េចបើខ្ញុំមានផលិតផល10ខ្ញុំត្រូវតែធ្វើម៉េចរកកូនសិស្សម្នាក់ហ្នឹងឲ្យគាត់បានទិញផលិតផលរបស់ខ្ញុំអត់ណាក៏7-8ផលិតផលដែរអញ្ចឹងអាហ្នឹងបានខ្ញុំអាចជោគជ័យទៅបានតែបើយើងគិតតែពីចង់បានតែថ្មីហើយភ្លេចអ្នកចាស់អាហ្នឹងហើយមានបញ្ហាហើយណាអញ្ចឹងខ្ញុំអាចនឹងធ្វើការស្ទាបស្ទង់មតិរកការជោគជ័យពីសិស្សចាស់ដែលរៀនឬធ្វើបានលទ្ធផលអីចឹងទៅណាបន្តមកទៀតគឺខ្ញុំអាចប្រើយុទ្ធសាស្ត្រមួយគឺផ្ដល់ដំណឹងថ្មីអំពីការបញ្ចុះតម្លៃពិសេសសម្រាប់កូនសិស្សចាស់រាល់ចំណេះដឹងថ្មី80% off បើថាដូចខ្ញុំនិយាយអញ្ចឹងរាល់កូនសិស្សចាស់ដែលគាត់រៀនមុខហើយចាមុខទី2ទី3ទី4គឺយើងតែងតែ discount 80%អញ្ចឹងបាទថាខ្ញុំ focus ទៅលើអតិថិជនចាស់ព្រោះអតិថិជនចាស់គឺជាអ្នកដែលទិញផលិតហ៊ានដែលមានលុយទិញផលិតផលរបស់ខ្ញុំជាអ្នកដែលស្គាល់ខ្ញុំហើយស្រេចអញ្ចឹងបើសិនជាផលិតផលរបស់យើងល្អហើយយើងថែមទាំង discount 80%ទៀតគឺធម្មតាទេយើងនឹងទទួលបានការទិញច្រើនថ្មីបើតែយើងចំណេញតិចមែនក៏ប៉ុន្តែបើសិនជាយើងអាចឆ្នៃមនុស្សម្នាក់ឲ្យទិញ5មុខឬ7មុខឬមួយ10មុខអាហ្នឹងវាគង់មកច្រើនទេហើយកត្តាសំខាន់អាកន្លែងហ្នឹងបើសិនជាយើងព្យាយាមឲ្យ value ទៅគាត់បានកាន់ច្រើនលុយក៏ច្រើនដែរអ្នកថ្មីអត់ discount ទេបងឯងចង់បាន discount បងឯងទិញផលិតផលណាមួយសិនតម្លៃពេញមួយសិនហើយចាំមកទិញអាទី2ទី3ខ្ញុំអត់ដែលខ្វល់រឿងអ្នកថ្មីជាងអ្នកចាស់ខ្ញុំខ្វល់អ្នកចាស់ជាងអ្នកថ្មីព្រោះអ្នកចាស់គាត់ទិញផលិតផលខ្ញុំហើយខ្ញុំមានព័ត៌មានរបស់គាត់ហើយចឹងខ្ញុំអត់ចាយច្រើនទេតែបើតែខ្ញុំមិនលក់ឲ្យគាត់ថ្លៃមិនបានលុយច្រើនតែខ្ញុំក៏អត់ចាយលើគាត់ច្រើនដែរហើយបើសិនជាយើងអាចឆ្នៃមនុស្សម្នាក់ឲ្យទិញផលិតផល5មុខ1មុខ10មុខគឺយើង
មានធំណាហើយកត្តាសំខាន់ពេលដែលគាត់ទិញអា sale លុយហ្នឹងក៏គាត់បានប្រយោជន៍ពីយើងធំដែរណាចឹងកន្លែងនេះគឺយើងចំណេញទាំងសងខាងចឹងនេះគឺជា technique របស់ខ្ញុំបានថាខ្ញុំ focus លើគោលសាស្ត្រចាស់ច្រើនបន្តតាមដាននៅបង្កើតតំណែងឲ្យចិត្តស្និទ្ធកុំព្យាយាម marketing ហួសហេតុពេកណាមានពេលខ្លះខ្ញុំនៅតែតាមដានកូនសិស្សចាស់របស់ខ្ញុំដដែល follow up មួយអតិជនចាស់ដដែលហើយគាត់ថាមានពេលខ្លះយើងអត់ទៅ marketing អីទៅគាត់ទេណាគាត់ update ទៅគាត់បង្កើនការ update ថ្មីៗឲ្យបានច្រើនដើម្បីឲ្យកូនសិស្សចាស់គាត់នៅបន្តការគ្រប់គ្រងប្រើសេវារបស់សាលាតាក់ទិននឹង product របស់ខ្ញុំដូចខ្ញុំនិយាយមកអញ្ចឹងគឺខ្ញុំបើខ្ញុំបង្កើតមនុស្សគឺខ្ញុំមិនមែនបង្កើតមនុស្សនឹងឲ្យពីមនុស្សអាយុ29ឡើងទៅ30 31 32ទេគឺអត់ទេខ្ញុំបង្កើតមនុស្សនឹងឲ្យអាយុក្មេងទៅបានថាផលិតផលដែលខ្ញុំបង្កើតនោះគឺ update ជាប់ឲ្យទាន់សភាពការព្រោះយើងទៅដឹងថាអ្វីដែលខ្ញុំបរៀននេះគឺតាក់ទិននឹងផ្នែក technology IT ស្អីទៅហើយអាច Facebook អាច YouTube អាច Google អីហ្នឹងគឺវាព្យាយាមដូរសឹងរាល់ទាំងអាទិត្យរាល់ខែអញ្ចឹងយើងត្រូវតែដូរយើងត្រូវតែ update តាមវាដែរអញ្ចឹងកូនសិស្សយើងសប្បាយចិត្តនៅពេលដែលសាលា support គាត់មែនតើបាទតែមិនគឺយើងមានរបស់ថ្មីរហូតផលិតផលរបស់យើងគឺ update រហូតអញ្ចឹងហើយ update ហ្នឹងមិនមែន update on ទៅគឺ update ល្អទៅណាអញ្ចឹងគាត់ប្រើទៅគាត់តែមានប្រយោជន៍ទៅអាកន្លែងហ្នឹងដែលធ្វើឲ្យគាត់ stay update ជាមួយយើងអញ្ចឹងបើយើងតែយើងបង្កើតផលិតផលមួយហើយយើងអត់មានព្យាយាម update អត់ព្យាយាមធ្វើឲ្យវាកាន់តែប្រសើរទេអាហ្នឹង business របស់យើងគឺពិបាកហើយព្រោះអីអ្នកដែលដៃគូប្រកួតប្រជែងរបស់យើងគឺគាត់អាចច្រឡំបានតែរបស់ខ្ញុំគាត់មិនអាចច្រឡំបានដោយសារអីព្រោះរបស់ហ្នឹងគឺវាមិននៅជាអមតៈព្រោះវាដូររហូតវា update រហូតអញ្ចឹងអាកន្លែងហ្នឹងគឺគេតាមយើងអត់ទាន់នៅកន្លែងហ្នឹងមួយ speed ណា speed នៅកន្លែងហ្នឹងមួយបន្ទាប់មកទៀតគឺយើងធ្វើការបញ្យល់កូនសិស្សចាស់ឲ្យយល់ដឹងអំពីរបៀបរកលុយបន្ថែមដោយឲ្យពួកគាត់ជួយ marketing ផលិតផលរបស់សាលាបានថាគាត់ចង់លុយបន្ថែមពីសាលាជាមួយសាលាអូខេ good យើងមាន system មួយដែលគាត់អាចបង្កើតលុយជាមួយសាលាអញ្ចឹងណាគាត់អាច marketing ផលិតផលរបស់សាលាផ្សេងៗហ្នឹងទៅហើយអញ្ចឹងគាត់បាន commission បានភាគរយបានកម្រៃជាងសារចេញពីសាលាតែអញ្ចឹងអានេះគឺជារបៀបមួយនៅក្នុងការបង្កើនការ sale របស់ខ្ញុំដោយធ្វើម៉េចបង្កើតប្រព័ន្ធមួយដើម្បីធ្វើម៉េចជួយកូនសិស្សរបស់យើងនេះដែលគាត់គ្រប់គ្រងយើងឲ្យគាត់អាចទៅជួយ promote យើងថែមទៅអញ្ចឹងគាត់ក៏បានចំណូលយើងក៏បានចំណូលមកទាំងទៅណាអូខេអញ្ចឹងអានេះគឺជា technique របស់ខ្ញុំដើម្បីសម្រេចគោលដៅរបស់ខ្ញុំគឺខ្ញុំ lay out គោលបន្ទាប់មកអាគោលមកវាមានអាស័ព្ទរបស់វាតើខ្ញុំត្រូវធ្វើអីដើម្បីសម្រេចអាគោលមួយហ្នឹងណាអញ្ចឹងបងប្អូនបានយល់ពីអ្វីដែលខ្ញុំធ្វើហ្នឹងណាអូខេអញ្ចឹងឥឡូវយើងផ្អាកវីដេអូហ្នឹងសិនហើយវីដេអូក្រោយយើងនឹងបន្តមួយគ្នាទៀតទាក់ទិននឹងចំណុចផ្សេងទៀតក្នុងផែនការសម្រេចគោលដៅហ្នឹងអូខេអូខេតោះបងប្អូនអរគុណឥឡូវយើងទៅជាមួយនេះទៅយើងនឹងចូលដល់វគ្គបន្តទៀតនៅក្នុងmarketing strategy របស់ខ្ញុំបន្ថែមទៀតណាចំណុចមួយទៀតគឺបានន័យថាខ្ញុំដាក់ថាខ្ញុំត្រូវតែបង្កើនសមត្ថភាពធ្វើឲ្យដៃគូរបស់ខ្ញុំពិបាកប្រកួតប្រជែងឬមួយក៏ចម្លងបាននៅផលិតផលរបស់ខ្ញុំយ៉ាងងាយស្រួលមិនអាចចម្លងបានងាយស្រួលហើយក៏មិនឲ្យអ្នកឯងស្រួលប្រកួតមើលខ្ញុំដែរទីមួយគឺយើងធ្វើការរកការគ្រប់គ្រងល្អៗពីអតិថិជនដែលគ្រប់គ្រងយើងគឺឲ្យគាត់ធ្វើ feedback ធ្វើ testimonial ដើម្បី build ភាពជំនឿទុកចិត្តទីមួយណា
ព្រោះយើងមានកូនសិស្សរបស់អ្នកដែលជោគជ័យអញ្ចឹងវាអត់មានអីពិបាកទេនៅក្នុងការទៅរកអ្នក control ទៅរកអ្នកដែល testimonial ល្អពីយើងទី1នេះហើយគឺជាតិចមួយដែលសាលាផ្សេងៗគាត់ពិបាកនៅក្នុងការវាយជាមួយខ្ញុំទី2គឺដូចខ្ញុំបានបង្ហាញអញ្ចឹងគឺទិញមុខវិជ្ជាទី1ពេញថ្លៃចុះថ្លៃ 80% ទាំងអស់ចាប់ពីមុខវិជ្ជាទី2ទៅខ្វប់វាណាទី1ពេញថ្លៃទី2 80% off អញ្ចឹងបើបងអាចធ្វើបានដូចខ្ញុំធ្វើទៅតែបើធ្វើមិនបានអានឹងធ្វើមិនទេអញ្ចឹងណាអញ្ចឹងនេះគឺជាតិចនិចរបស់ខ្ញុំដើម្បីធ្វើឲ្យគូគាត់ចេញគាត់ទៅមិនរួចមួយខ្ញុំទី3គឺធម្មតាទេអត់មានអីច្រើនទេគឺស្មោះត្រង់ហ្នឹងហើយនឹងធ្វើតាមសន្យាណាអញ្ចឹងខ្ញុំត្រូវតែសម្រេចអផែនការណាបានបង្កើនការទទួលខុសត្រូវឲ្យបានខ្ពស់ជាងមុនតាមពិតstrategy plan នេះគឺមិនមែនបានថាចាប់ពីថ្ងៃដែលខ្ញុំផ្ដើមបង្កើតសាលាហ្នឹងបរៀនកូនសិស្សហ្នឹងខ្ញុំសេមកមិនមែនទេគឺយើងអាប់ដេតបន្តណាពីពេលវេលាមួយទៅពេលវេលាមួយមានចំណុចខ្លះយើងធ្វើមិនទៅបានល្អយើងកែច្នៃយើងរិះរកវិធីយើងដូរយុទ្ធសាស្ត្រអញ្ចឹងណាមានខ្លះទៀតទៅគឺយើងទៅសេបញ្ចូលបន្ថែមហើយយើង follow វាណាមិនមែនសេបញ្ចូលហើយយើងអត់ follow ណាសេបញ្ចូលហើយយើង follow វាបន្តមកទៀតគឺជាយាមបង្កើនយីហោឲ្យកាន់តែល្បីកាលណាដែលសាលារបស់ខ្ញុំ brand របស់ខ្ញុំកាន់តែល្បីគេស្គាល់ខ្ញុំកាន់តែច្រើនហើយដៃគូរបស់ខ្ញុំដែលគាត់ចង់បើកសាលាក៏ពិបាកដេញខ្ញុំដែរឃើញទេផ្ដោតទៅលើការចំណាយតិចតែគុណភាពនៅតែខ្ពស់អូខេអាហ្នឹងបានតែម៉េចបានថាធ្វើម៉េចចាយឲ្យតិចកាត់ចំណាយឲ្យបានតិចបំផុតក៏ប៉ុន្តែធ្វើម៉េចគុណភាពឲ្យនៅតែពេញលេញអញ្ចឹងណាវាមានវិធីនៅក្នុងការធ្វើអាហ្នឹងដែរណាមានវិធីក្នុងការធ្វើដែរតមកទៀតគឺបង្កើតចំណេះថ្មីដែលមិនមានសាលាណាបង្រៀនពីមុនឲ្យបានច្រើនខ្ញុំដូចខ្ញុំនិយាយចឹងគឺខ្ញុំត្រូវការ speed ខ្ញុំអត់ត្រូវការឲ្យគេដេញតន់អញ្ចឹងខ្ញុំត្រូវការធ្វើឲ្យ competition នៅឆ្ងាយពីខ្ញុំបន្តិចហើយអ្វីដែលខ្ញុំបង្កើតគឺខ្ញុំតែងតែបង្កើតដែលហៅថា product ដែលនៅកន្លែង innovation ឬមួយក៏ production ឬមួយក៏បើថា product ដែលអត់ទាន់មានក្រុមហ៊ុនណាបង្កើតទេឬមួយបើមានក្រុមហ៊ុនខ្លះបង្កើតហ្នឹងហើយក៏ខ្ញុំត្រូវធ្វើឲ្យ product ហ្នឹង unique ខុសគេដែរមិនឲ្យដូចគេទេអញ្ចឹងណាអញ្ចឹងអាកន្លែងហ្នឹងដែលគេពិបាកដេញខ្ញុំព្រោះអីវាមានច្រើនមុខដែលកូនសិស្សក៏អាចរើសបានអញ្ចឹងណាអូខេតមកទៀតគឺបង្កើតឬបង្រៀនចំណេះថ្មីដែលមានតម្រូវការចាំបាច់ឲ្យបានច្រើនបាទថាដូច Steve Jobs គាត់និយាយមិនអញ្ចឹងណាអតិថិជនមនុស្សគាត់មិនដឹងថាគាត់ចង់បានអីពិតប្រាកដទេព្រោះតម្រូវការវាច្រើនពេកអញ្ចឹងវាមានតែណាគឺមានតែ Apple ហ្នឹងហើយមែនទេដែលជាក្រុមហ៊ុនមួយមានកាតព្វកិច្ចនៅក្នុងការរកឲ្យឃើញនៅតម្រូវការរបស់មនុស្សហ្នឹងឬមួយក៏រកឲ្យឃើញនៅអ្វីដែលមនុស្សហ្នឹងគាត់ចង់បានហើយបន្តមកទៀតគឺយើងឲ្យអាហ្នឹងទៅកាន់គាត់អញ្ចឹងគឺដូចគ្នានៅទីនេះគឺខ្ញុំតែងតែរៀនតែងតែធ្វើការ research continuously បាទថាខ្ញុំបន្តការរៀនសូត្រខ្ញុំឲ្យតែមានកម្មវិធីណាដែលទាក់ទិននឹង entrepreneur ទាក់ទិននឹង sale ទាក់ទិននឹងស្អីហ្នឹងគឺខ្ញុំចូលចិត្តខ្ញុំទៅចូលរួមណាខ្ញុំទៅចូលរួមខ្ញុំទៅចែកម្លែកខ្ញុំក៏ទៅយកចំណេះរបស់គេហើយខ្ញុំចូលចិត្ត search internet ដើម្បីទៅរៀនខ្ញុំចូលចិត្តរៀនជាមួយគ្រូខ្ញុំបង់លុយមានពេលខ្លះ1ម៉ោង$300ក៏រៀនដែរព្រោះខ្ញុំ invest ខ្លួនខ្ញុំជាមួយនឹងចំណេះដឹងអញ្ចឹងរាល់អ្វីដែលថ្មីចំណេះថ្មីដែលតម្រូវការចាំបាច់នៅក្នុងសកលលោកនៅក្នុងពិភពលោកឬមួយនៅក្នុងប្រទេសខ្មែរគឺខ្ញុំត្រូវតែធ្វើមិនចាញ់ឲ្យបានមុនគេធ្វើមិនឲ្យឆ្នៃឲ្យបានមុនគេឲ្យធ្វើមិនឲ្យ make sure ថា product ដែលខ្ញុំធ្វើនេះគឺចាំបាច់ហើយអស់លុយតិចបំផុតតែគុណភាពធំឧទាហរណ៍ចឹងចាស់ណានេះហើយគឺជាអ្វីដែលធ្វើឲ្យដៃគូគាត់ចេញពិបាកហើយនេះគឺជាអ្វីដែលខ្ញុំ implement ជាគោលតែខ្ញុំនឹង implement វាណាមួយទៀតគឺរកវិធីសាស្ត្រធ្វើឲ្យកូនសិស្សអាចរៀនបានដោយមិនចាំបាច់មកសាលានេះគឺជាវីដេអូលក្ខណៈវីដេអូណាធ្វើទីមួយគឺបង្កភាពងាយស្រួលបាទមិនសំខាន់ថាគាត់នៅខេត្តគាត់នៅកូរ៉េខ្ញុំមានកូនសិស្សនៅកូរ៉េខ្ញុំមានកូនសិស្សនៅអាមេរិកអញ្ចឹងគាត់គ្រាន់តែចុះឈ្មោះគាត់អាចរៀនមកយើងបានដោយគាត់គ្រាន់តែ copy វីដេអូយកទៅសិក្សានៅផ្ទះពេលណាក៏បានទៅលេពេលណារៀនពេលហ្នឹងនៅទីណាក៏អត់សំខាន់ណាអញ្ចឹងអាកន្លែងនេះដែលយើងសាលាយើងមានជម្រើសច្រើនយើងអាចបង្កើនចំណូលបានច្រើនដោយសារតែកូនសិស្សមិនបាច់ចាំបាច់មករៀនទេគាត់អាចរៀននៅកន្លែងណាបាននៅអាមេរិកក៏បានអូស្ត្រាលីក៏បានកាណាដាបានគាត់អាចរៀនមកយើងបានអញ្ចឹងកន្លែងនេះដែលខ្ញុំអាចបង្កើនប្រាក់ចំណូលបានណាដែលខ្ញុំអាចនៅតែអាចឈរនៅលើ competition របស់ខ្ញុំបានមួយទៅគឺបង្កើនការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយតាមរយៈ Facebook និង Google សប្តាហ៍ថ្ងៃនេះបើនិយាយឲ្យខ្លីទៅ
សាលារបស់ខ្ញុំបានជោគជ័យច្រើនដោយសារតែការធ្វើយើងធ្វើ mass marketing ជាមួយនឹង Facebook ហើយនឹង Google បាទបើនិយាយទៅគឺក្នុងបាត់ចិត្តរបស់សាលាយើង 100% គឺ Facebook 70% Google 30% ណាបាទថាបើយើងចាយមួយខែ 1000 គឺ Facebook 700 Google 300ចង់បងប្អូនដឹងកន្លែងហ្នឹងមក Facebook ហ្នឹងគឺយើងវាបន្តវាបង្រុញបន្តរុញមនុស្សឲ្យយើងច្រើនណាស់ណាអូខេហើយនេះពេលដែលយើងចេះចឹងគឺយើងទាញប្រយោជន៍បានច្រើនមែនតើអូខេបន្តមកទៀតគឺយើងត្រូវកែលម្អនិងរកទីតាំងឲ្យបានសមស្របនេះគឺជាគម្រោងនៅក្នុងអនាគតរបស់ខ្ញុំដែលខ្ញុំđãធ្វើមិនថ្មីបិទទៅទីនេះសាលាយើងខុសពីសាលាដទៃបាទហើយតាមពិតទៅកូនសិស្សរបស់យើងគាត់រៀននៅណាក៏បានដែរមិនបាច់ចាំបាច់ទីតាំងបានព្រោះអីយើងអាចមានសមត្ថភាពក្នុងការតាក់ទងគាត់ទាញគាត់ឲ្យមកហៅយើងឬមួយអីចឹងទៅក៏ប៉ុន្តែយើងនឹងជាយើងកំពុងតែគិតពី plan នេះដែលខ្ញុំតសៃឲ្យយូរហើយក៏ប៉ុន្តែមិនទាន់បានដូរទីតាំងក៏ប៉ុន្តែយើងនឹងដូរក្នុងពេលចាប់យើងនឹងកែលម្អទីតាំងរបស់យើងអូខេអញ្ចឹងយើងក៏ដាក់ថាត្រូវមានកន្លែងចតគ្រប់គ្រាន់ទីតាំងត្រូវស្ថិតនៅតំបន់ល្អទីតាំងត្រូវបង្កើតភាពងាយស្រួលទីតាំងដែលចំណាយតិចហើយអាចជួលធ្វើមុខចំនួនយូរអង្វែងអញ្ចឹងទៅអូខេនេះគឺជា plan របស់ខ្ញុំបន្តមកទៀតអា plan នេះខ្ញុំអត់បានធ្វើឧទាហរណ៍ឲ្យបងប្អូនគូសជាគោលដៅមួយទេក៏ប៉ុន្តែនេះគឺជាគោលតែខ្ញុំអត់បានសម្រាយនិយាយខ្លីបើថាអូឥឡូវបដោះបុគ្គលិកផ្នែកលក់ឲ្យប្រសើរជាងមុនអញ្ចឹងតែធ្វើមិនទេណាខ្ញុំអត់បានសម្រាយអាហ្នឹងតែជាគោលរបស់ខ្ញុំនេះគោលរបស់សាលាខ្ញុំមកផ្ទាល់អត់មានជាអស័យមកទេគឺពិតប្រាកដណាបដោះបុគ្គលិកផ្នែកលក់ឲ្យប្រសើរជាងមុន upgrade ចំណេះដឹងគាត់ឲ្យគាត់បកកែលក់ថែមនឹងណាស្វែងរកអ្នកជួយលក់បន្ថែមដោយឲ្យកម្រៃជាងសាបាទថាតើទៅនឹងយើងរក sale ដែលបដោះគាត់ឲ្យគាត់យល់ថាគាត់អាចមាន opportunity បង្កើតលុយមកយើងជាងគាត់បាន commission រាល់ពេលដែលគាត់ recruit ឬមួយក៏ refer មនុស្សមកសាលាអញ្ចឹងទៅជាយាមកែលម្អសាលាឲ្យកាន់តែមានស្តង់ដារបាទថាថ្ងៃនេះគឺវាលក្ខណៈយើង family ក៏តែយើងដូរវាទៅស្តង់ដារឥឡូវវាទៅបដាហើយបើកសាខាបន្ថែមនៅតាមខេត្តផ្សេងបាទថាបើខ្ញុំចង់ឲ្យយើងមានកូនសិស្សកាន់តែច្រើនចង់ឲ្យសាលាផ្សេងពិបាកក្នុងការប្រកួតរបស់យើងគឺខ្ញុំនឹងជាយាមធ្វើម៉េចបើកសាខាឲ្យបានច្រើននៅគ្រប់ខេត្ត focus ទៅលើខេត្តណាដែលមាន potential សម្រាប់យើងអញ្ចឹងណាអូខេនេះសិតតែគម្រោងនៅក្នុងពេលអនាគតត្រឹមតែនៅក្នុងពេលឆាប់មិនមែនអនាគតទេណានេះសាខានេះគឺឆាប់ជាយាមរកគ្រប់វិធីធ្វើម៉េចឲ្យកូនសិស្សរកប្រាក់ចំណូលឲ្យបានច្រើនចេញពីចំណេះហ្នឹងព្រោះធម្មតាបើយើងចង់ឲ្យប្រដាប់របស់យើងយូរអង្វែងគឺធ្វើម៉េចកូនសិស្សដែលមករៀនរបស់យើងគឺធ្វើម៉េចឲ្យគាត់បានលុយឲ្យបានច្រើនរាប់បើធ្វើម៉េចឲ្យបានកូនសិស្សរាប់ពាន់អ្នករកលុយជាមួយមុខវិជ្ជានោះឲ្យបានច្រើនឲ្យរាប់ពាន់អ្នកអាចបើកលុយបានពេលហ្នឹងគឺជីសេលេងដៃអញ្ចឹងនេះគឺជាផែនការសម្រាប់គោលដៅរបស់ខ្ញុំហើយនេះគាត់ថាជាគោលក៏តែនៅអាចចំណុចត្រេនោះគឺខ្ញុំអត់បានសរសេរមកខ្ញុំអត់បានដាក់ព្រោះខ្ញុំបានឧទាហរណ៍ប្រមាណមុខឲ្យបងប្អូនហ្នឹងខ្ញុំយកល្បិចរបស់ខ្ញុំដើម្បីបង្ហាញបងប្អូនមួយចំនួនហើយអញ្ចឹងសង្ឃឹមថាបងប្អូនបាន idea ច្រើនណាពីថ្ងៃនេះណាពីខ្ញុំអូខេអញ្ចឹងឥឡូវយើងចាប់ហើយតាក់ទិននឹងផែនការសម្រាប់គោលដៅហ្នឹងហើយឥឡូវយើងនឹងចូលមកដល់វគ្គមួយទៀតគឺក្រុមហ៊ុនប្រកួតប្រជែងណាតែឥឡូវចាំវីដេអូក្រោយចាំនិយាយគ្នាឥឡូវខ្ញុំសូម pause វីដេអូហ្នឹងមួយសិន